Annyeonghaseyo Yorobun សួស្តីអ្នកទាំងអស់គ្នាចាអញ្ចឹងថ្ងៃហ្នឹងយើងចូលដល់មេរៀនបន្ទាប់មេរៀនដែលយើងត្រូវរៀនបន្ទាប់គឺផាត់ឈីមភាសាខ្មែរបកថាជើងអញ្ចឹងហាន់គូកែយល់អោបកែឆើមជុំសេកែសាំងទីគឹតសាំងពីអឹបសាំងជីអឹតនឿនផាត់ឈីមេណៅស៊ូអបតាអញ្ចឹងបានន័យថានៅក្នុងភាសាកូរ៉េព្យញ្ជនៈទាំង19គឺមាន3ព្យញ្ជនៈនេះគឺសាំងទីគឹតសាំងពីអឹបសាំងជីអ៊ុតគឺវាមិនអាចចេញរូបរាងជាជើងបានទេអញ្ចឹងយើងមើលនៅក្នុងតារាងអញ្ចឹងក្នុងតារាងរបស់យើងនឹងបញ្ជាក់អញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញភាសាខ្មែរនិងភាសាកូរ៉េគឺដូចគ្នាដើម្បីអានចេញគឺយើងត្រូវការចេះស្រៈនិងព្យញ្ជនៈហើយភាសាខ្មែរមានជើងអញ្ចឹងភាសាកូរ៉េក៏មានជើងដូចគ្នាដែរអញ្ចឹងជើងបានន័យថាវានៅខាងក្រោមអញ្ចឹងខ្ញុំមើលកន្លែងពាក្យថាប្រូគីឧទាហរណ៍នេះខាងក្រោមមានអក្សរណអក្សរណអក្សរមអក្សรงអីហ្នឹងគឺវាជាជើងហើយនិយាយទៅជើងគឺនៅខាងក្រោមអញ្ចឹងយើងមើលអក្សរណអក្សរនីអឿនស្មើនឹងអក្សរណអញ្ចឹងឧទាហរណ៍ដូចជាពាក្យថាអានអអានណអានបន្ទាប់ទៀតណអ៊ូនូណនូនបន្ទាប់មកទៀតមកអ៊ូមូណមូនអញ្ចឹងអក្សរមីអ៊ឹមពេលវាខ្លាចជាជើងស្មើអក្សរមកដដែលអត់ប្រែប្រួលទេណាឧទាហរណ៍ដូចជាពាក្យថាអស្អាអាមកអាំអអ៊ីមកអ៊ីមសអ៊ីស៊ីមកស៊ីមបន្ទាប់មកទៀតលេខ3គឺអក្សរអ៊ីអ៊ឹងពេលវាជាតួប្រកបវាស្មើនឹងអក្សរអឬក៏វាអត់មានសំឡេងប៉ុន្តែនៅពេលដែលវាខ្លាចជាជើងគឺស្មើនឹងអក្សរងឧទាហរណ៍អានេះដែលវាជាតួប្រកបមិនអក្សរអមែនអត់ចឹងអស្អាអាងអាំងខអាខាងខាំងអញ្ចឹងនេះពេលវាជាជើងបានន័យថាវានៅខាងក្រោមស្ថិតនៅខាងក្រោមអញ្ចឹងគេហៅថាជើងហើយវាបដូរសំឡេងហើយពីអមកងវិញអញ្ចឹងអាំងខាំងតអាតាងតាំងបន្ទាប់មកទៀតអក្សររីអ៊ឺលស្មើនឹងអក្សររពេលដែលជាតួប្រកបប៉ុន្តែដល់ពេលដែលវាខ្លាយជាជើងសំឡេងរបស់វាគឺប្រែប្រួលទៅជាអក្សរលអញ្ចឹងខ្ញុំមកឧទាហរណ៍ដូចជាពាក្យថាអាល់អស្អាអានឹងលអាល់សអ៊ីស៊ីនឹងលស៊ីលខខនឹងលខលបន្ទាប់មកទៀតភាគភីអឹបហើយនឹងភីអឹបអញ្ចឹងភីអឹបហ្នឹងពេលដែលវាជាតួប្រកបបផដូចគ្នាហើយពេលដែលវាខ្លាយជាជើងក៏បផដែរអញ្ចឹងខ្ញុំមកឧទាហរណ៍ដូចជាពាក្យថាអអ៊ីមបអ៊ីបអអ៊ីមផក៏អ៊ីបដែរអញ្ចឹងយើងសម្គាល់យកតែមួយមកយើងយកតែបមកបានហើយអញ្ចឹងអអ៊ីមបអ៊ីបអអាអាមបអាប់ខខបខប់អញ្ចឹងតោះណាពេលដែលវានៅជាជើងខ្លាយជាជើងគឺវាសំឡេងដដែលហើយព្យញ្ជនៈខ្លះគឺប្រែប្រួលដូចជាអក្សរអ៊ីអ៊ឹងអក្សររីអ៊ឺលហើយយើងមកបន្តទៀតអក្សរខៀកសាំងខៀកនិងខៀកស្មើនឹងសំឡេងកឬក៏ខអញ្ចឹងខ្ញុំមើលយកអាយ៉ាងកយ៉ាក់ផស្អាផាងកផាក់ផូភូអងកអុកភូអុកអញ្ចឹងយើងយកតែអក្សរកមួយមកបានហើយអញ្ចឹងយកអាយ៉ាងកយ៉ាក់ផអផាងកផាក់ផូភូកផូភូអងកអុកភូអុកយ៉ាក់ផាក់ភូអុកបន្ទាប់មកទៀតមានអក្សរធីគឺតអក្សរធីគឺតធីអ៊ឹតស៊ីអ៊ូតសាំងស៊ីអ៊ូតជីអ៊ឹតឈីអ៊ឹតហ៊ីអ៊ឹតអញ្ចឹងពេលដែលវាខ្លាចជាជើងគឺវាស្មើនឹងសំឡេងអក្សរតភាគច្រើនគឺអក្សរតអញ្ចឹងខ្ញុំមើលអអានតអាត់ផូភូនតភូតផផនតផតអអ៊ីនតអ៊ីតណអ៊ឺនឺនតនឹតអអ៊ីនតអ៊ីតសអាសានតសាត់សត្វពាក្យហ្នឹងគឺសត្វពួកឯសាំងស៊ីអ៊ុតគឺសំឡេងអក្សរសច្បាស់តែម្ដងអញ្ចឹងខ្ញុំអានឧទាហរណ៍ឲ្យម្ដងទៀតអាននូនមូនអាំអ៊ីមស៊ីមអាំងខាំងតាំងអាល់ស៊ីលខលអ៊ីបអាប់ខប់យ៉ាក់ផាក់ភូអុកអាត់ភុតផតអ៊ីតនឿនអ៊ីតសัตว์ចា៎អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេខំសាហាមនីដាអរគុណសម្រាប់ការទស្សនាថៅមេតូផាយ៉ូជួបគ្នាពេលក្រោយទៀត